ដើម្បីដាំដំឡូងបារាំងដំណើរការរួមមានការបណ្ដុះការកាត់ដំឡូងបារាំងពូជការដាំនិងការប្រមូលផលសូមមើលប្រតិបត្តិការដាំដុះនីមួយដំឡូងបារាំងលូតលាស់បានល្អជាងពេលបានបណ្ដុះវាសិនធៀបនឹងពេលដាំវាផ្ទាល់តែម្ដងប្រវែងពន្លកដំឡូងបារាំងខុសគ្នាអាស្រ័យលើវិធីសាស្ត្រដាំដុះប៉ុន្តែជាទូទៅល្អបំផុតគឺប្រហែល1ទៅ2សង់ទីម៉ែត្រឥឡូវកាត់ដំឡូងបារាំងពូជឲ្យមានទំហំសមស្របនិងទុកឲ្យផ្ទៃមុខកាត់បានសះជាកាត់ដំឡូងបារាំងជា2ទៅ4ភាគដោយធានាថាភាគនេះមួយមានទម្ងន់ប្រហែល30ទៅ40ក្រាមនិងមានពន្លក1ទៅ3ពន្លកទុកមិនកាត់ប្រហែល1សង់ទីម៉ែត្រពីបាតហើយកាត់ពីក្បាលដែលមានពន្លកដុះច្រើនចុះក្រោមទុកឲ្យមុខកាត់នៅជាមួយគ្នាវិញដាក់ពួកវានៅក្នុងប្រអប់មានខ្យល់ចេញចូលល្អហើយរក្សាទុកពួកវានៅក្នុងកន្លែងត្រជាក់10ទៅ14អង្សាសេនិងសំណើម80ទៅ85%ដែលអនុញ្ញាតឲ្យមុខកាត់សះជាការរៀបចំដីបានត្រឹមត្រូវគឺសំខាន់សម្រាប់ការដាំដំឡូងបារាំងពូជនៅក្នុងចម្ការជួរដីឲ្យជ្រៅដើម្បីឲ្យវាមានខ្យល់ល្អស្រស់ទឹកល្អនិងគ្មានដុំដីធំនៅលើរងដែលមានគម្លាត70ទៅ75សង់ទីម៉ែត្រពីគ្នាដាំនៅចំហៀងដែលមានពន្លឺថ្ងៃខ្សោយដោយទុកចន្លោះប្រហែល25សង់ទីម៉ែត្ររវាងដំឡូងបារាំងពូជនីមួយនៅពេលនេះធានាឲ្យបានថាដំឡូងបារាំងត្រូវបានដាក់នៅខ្ពស់ជាងចង្អូរដើម្បីជៀសវាងកុំឲ្យលួយនៅក្នុងទឹកដែលដក់ក្រោយពេលតម្រៀបដំឡូងបារាំងតាមជួរដូចនេះហើយគ្រប់ពួកវាដោយដីតិចតួចដើម្បីបង្ការការខូចដោយសារសំណើមពេលប្រើផ្លាស្ទិកគ្របចូលដាំនៅជម្រៅ10ទៅ15សង់ទីម៉ែត្រដោយប្រើម៉ាស៊ីនដាំបន្ទាប់មកបង្រាបរងហើយគ្របវាដោយប្រើគម្របផ្លាស្ទិកនៅពេលប្រមូលផលដំឡូងបារាំងគួរតែមានសំពកមុំដែលមិនងាយរបកនិងមានមើមលូតលាស់ស្មើគ្នាយកវលេចចេញយកស្រទាប់គ្រប់ចេញហើយប្រមូលផលជាប្រពៃណីដំឡូងបារាំងត្រូវបានប្រមូលផលដោយប្រើចង្កាប់ឬចបឆាយប៉ុន្តែថ្មីនេះម៉ាស៊ីនប្រមូលផលត្រូវបានប្រើញឹកញាប់ជាងនៅពេលនេះសូមប្រយ័ត្នកុំឲ្យរបកឬជាមសំពកដំឡូងបារាំងរក្សាទុកដំឡូងបារាំងដែលប្រមូលផលហើយកុំឲ្យត្រូវពន្លឺថ្ងៃដោយផ្ទាល់កុំឲ្យរងសីតុណ្ហភាពខ្ពស់ឬសីតុណ្ហភាពទាបដំឡូងបារាំងដែលស្លុបពណ៌ដោយសាររងពន្លឺថ្ងៃខ្លាំងពេកដំឡូងបារាំងដែលខូចទ្រង់ទ្រាយដំឡូងបារាំងដែលបែកនិងដំឡូងបារាំងដែលមានទម្ងន់ក្រោម50ក្រាមគួរតែត្រូវបានដកចេញនេះជាការណែនាំអំពីការអនុវត្តការដាំដុះដំណាំជាក់លាក់សម្រាប់កម្មករកសិកម្មសូមអរគុណ